ពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថានភាពវិវត្តនៃភូមិសាស្ត្រយោធាសកលបន្ទាប់ពីទស្សនាបតីសេដ្ឋកិច្ចដ៏ចំណាស់និងល្បីល្បាញដែលមានអាយុកាល183ឆ្នាំហើយរបស់ចក្រភពអង់គ្លេស The Economist បានបញ្ចេញរូបភាពក្របមុខរបស់ខ្លួនដែលជានិមិត្តរូបនៃការផ្លាស់ប្ដូរអំណាចសកលរូបភាពនោះបានបង្ហាញយ៉ាងច្បាស់នៅទម្រង់មុខរបស់លោកស៊ីជីនពីងប្រធានាធិបតីចិនខណៈដែលរូបភាពលោកដូណាល់ ត្រាំត្រូវបានធ្វើឲ្យព្រីលមើលមិនច្បាស់ទេព្រមទាំងភ្ជាប់ជាមួយនៅសម្រងសម្ដីយុទ្ធសាស្ត្រយោធាដ៏ល្បីល្បាញរបស់អធិរាជណាប៉ូលេអុងបូណាផាតយ៉ាងដូចនេះថាគុំបងអង្គដំណើរយុទ្ធសាស្ត្រសត្រូវរបស់អ្នកនៅពេលដែលគេកំពុងតែដើរចូលក្នុងផ្លូវខុសនោះនេះបើយោងតាមប្រភពសារព័ត៌មាន The Sunday Guardian ដែលបានចុះផ្សាយកាលពីថ្ងៃប្រហ័សទី2ខែមេសាឆ្នាំ2026បានធ្វើការវិភាគដ៏ស៊ីជម្រៅថារូបភាពក្របខាងមុខនេះមិនមែនគ្រាន់តែជាការរចនាសិល្បៈធម្មតានោះទេវាគឺជាសារនយោបាយដ៏មានឥទ្ធិពលបង្ហាញថាការយកចិត្តទុកដាក់និងឥទ្ធិពលរបស់ពិភពលោកកំពុងផ្លាស់ប្ដូរទិសដៅងាកចេញពីសហរដ្ឋអាមេរិកបែរទៅរកប្រទេសចិនហើយខណៈដែលសហរដ្ឋអាមេរិកសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាដើម្បីប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់អ្នកវិភាគមើលឃើញថានេះគឺជាកំហុសដ៏ធំមួយដែលទីក្រុងប៉េកាំងកំពុងអង្គុយមើលដោយស្ងប់ស្ងាត់បំផុតហើយដើម្បីរងចាំប្រមូលផលការប្រយុទ្ធគ្នារវាងអាមេរិកនិងអ៊ីរ៉ង់បានបង្កើតសម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិកជាពិសេសតម្លៃប្រេងដែលហក់ឡើងខ្ពស់កប់ពពកនោះបានរុញច្រានតម្លៃដឹកជញ្ជូននិងបង្កជាអធិបតេយ្យដែលមិនអាចគ្រប់គ្រងបានក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយបានសង្កត់ធ្ងន់ថាចិនកំពុងទទួលអត្ថប្រយោជន៍4ចំណុចសំខាន់ទី1ការបំវែធនធានសង្គ្រាមនៅបច្ចឹមបូព៌ាបង្ខំឲ្យអាមេរិកដកធនធាននិងកញ្ចប់ថវិកាចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកដែលធ្វើឲ្យសម្ពាធលើកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូងមានការថយចុះ2ការរៀនសូត្រពីសមរភូមិកងទ័ពចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រើប្រាស់ដ្រូននិងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកក្នុងសមរភូមិជាក់ស្ដែងដើម្បីអភិវឌ្ឍប្រព័ន្ធការពារខ្លួនឯង3សន្តិសុខធម្មពលទោះបីជាមានការបិទច្រកសមុទ្រហូមូសយ៉ាងណាក៏ដោយក៏ចិននៅតែអាចទទួលបានប្រភពធម្មពលពីអ៊ីរ៉ង់តាមរយៈកិច្ចព្រមព្រៀងរយៈពេលវែងដែលធ្វើឲ្យថ្លៃដើមនៃធម្មពលចិននោះទាបជាងបណ្ដាប្រទេសលោកខាងលិចនិងទី4រូបភាពមហាអំណាចសន្តិភាពលោកស៊ីជីនពីងកំពុងបង្ហាញខ្លួនអ្នកសម្របសម្រួលផ្នែកការទូតដើម្បីនាំមកនូវសន្តិភាពដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសកំពុងអភិវឌ្ឍគណៈអាមេរិកត្រូវបានគេមើលឃើញថាជាអ្នកបង្កចំនួននោះយោងតាមការចុះផ្សាយសារព័ត៌មានដដែលអ្នកវិភាគជាច្រើនបានលើកឡើងថាការវាយប្រហារលើអ៊ីរ៉ង់គឺជាការគណនាខុសដ៏ធំបំផុតរបស់លោកដូណាល់ ត្រាំហើយលោកស្រីអានីតាព្រីកាសអ្នកវិភាគគោលនយោបាយអន្តរជាតិបានលើកឡើងបន្តថាអាមេរិកមិនត្រឹមតែមិនអាចបង្ក្រាបគូប្រកួតប្រជែងបាននោះទេប៉ុន្តែថែមទាំងបំផ្លាញរូបភាពរបស់ខ្លួននិងបង្កើតស្នាមប្រេះឆាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដែលត្រូវរងបន្ទុកសេដ្ឋកិច្ចពីសង្គ្រាមនេះថែមទៀតផងលើសពីនេះទៀតអ្នកវិភាគបានបញ្ជាក់បន្ថែមថាអស្ថិរភាពដែលកើតចេញពីគោលនយោបាយរបស់លោកដូណាល់ ត្រាំបានคล้ายជាព្រំក្រហមដែលក្រាលផ្លូវឲ្យលោកស៊ីជីនពីងឈានជើងឡើងមកដឹកនាំលើឆាកសកលលោកយ៉ាងត្រដែតហើយទោះបីជាព្រឹត្តិការណ៍នេះមិនទាន់ដល់ទីបញ្ចប់ប៉ុន្តែទស្សនាបតី The Economist បានប្រមានចំថាប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តចំណាយធនធាននិងពេលវេលាទៅលើសង្គ្រាមដែលអូសបន្លាយទៀតនោះគឺមិនយូរប៉ុន្មានឡើយអំណាចពិភពលោកនឹងនៅសេសសល់ត្រឹមតែមហាយៈចិនតែប៉ុណ្ណោះខណៈដែលអាមេរិកនឹងរលាយបាត់ទៅក្នុងស្រមោលនៃសង្គ្រាមដែលខ្លួនឯងជាអ្នកបង្កើតឡើង